ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាក៏ដូចជាគោរពជំរាបសួរលោកគ្រូថ្ងៃនេះនាងខ្ញុំជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំបានមក present អំពី topic chapter 3 customer and organizational buyer behavior ដែលនឹងយើងនឹងនិយាយអំពីអាកប្បកិរិយាមួយចំនួនរបស់អតិថិជនដែលគាត់ទិញផលិតផលរបស់យើងទៅប្រើប្រាស់ហើយនឹងអតិថិជនដែលគាត់ពាក់ព័ន្ធជាមួយនឹង organization ដែលគាត់ទិញផលិតផលយើងទៅប្រើប្រាស់ចឹងយើងចូលមកដល់ចំណុចទី3គឺជា customer and organizational buyer behavior ដែលនៅក្នុងនោះវាមាន objective ជាមួយនឹង key concept ជាមួយ objective យើងបន្ទាប់ពីបានរៀន chapter នេះហើយយើងបានសិក្សាដូចជាទី1 understand the different motivation of consumer and organizational buyer ទី2គឺ formulate strategy for approaching customer organizational buyer ហើយនឹងទី3គឺ recognize the importance of the relation management ចំពោះ key concept វិញយើងរៀនបានច្រើនមែនទែនដែលអ្នកទាំងអស់គ្នាអាចមើលបានវាមាន icon brand personality by class by phrase by center ហើយនឹងមួយចំនួនច្រើនទៀតដែលអ្នកទាំងអស់គ្នាអាចចូលមើលបានចំពោះ slide បន្ទាប់គឺយើងនិយាយអំពី 3.1 difference between customer and organizational buyer អញ្ចឹងយើងនិយាយអំពីភាពខុសគ្នាជាមួយនឹងអតិថិជនដែលគាត់ទិញតែម្ដងជាមួយនឹងអតិថិជនដែលគាត់មកពី organization ដែលមកធ្វើការជាវឬក៏មកធ្វើ partner ជាមួយយើងក្នុងការទិញផលិតផលរបស់យើងនឹងដែលយើងមាន4ចំណុចនៅក្នុង slide នេះទី1គឺ pure organization buyer ដែលយើងនិយាយដែលគេនិយាយអំពី company selling the business have pure but more important than customer ដែលមានន័យថា pure buyer ហ្នឹងគាត់ធំជាង customer ដែលសារគាត់ទិញម្ដងច្រើនអញ្ចឹងទៅជាលក្ខណៈអង្គការឬអង្គភាពណាមួយអញ្ចឹងទៅដែលគាត់ជាវផលិតផលរបស់យើងទៅប្រើប្រាស់ហើយទី2នៅក្នុងហ្នឹងដែរវាមាន large portion of sale may come from just a few clients ហ្នឹងហើយដោយសារតែគាត់ទិញច្រើនអញ្ចឹងបើសិនជាយើងបានអតិថិជនពីខាង organizational តែ2ឬក៏3ក៏យើងអាចប្រៀបធៀបទៅបរិមាណធំទៅនឹងអតិថិជនដែលគាត់ទិញយើង50នាក់អីចឹងដែរដោយសារគាត់ទិញច្រើនចំពោះ organizational ចឹងទៅហើយចំពោះទី2គឺ long term relationship ដែលនិយាយអំពី business invest on long term partnership with key customer ដូចឧទាហរណ៍ Ford reduced supply ចំនួន 30,000 to 3,000 ដែលគាត់ reduce supply customer ឬក៏ key customer របស់គាត់នឹងហើយបន្ទាប់ទៀតគឺជា customer kit brand switching ហើយនឹង more common មានថាផលិតផលដែលស្តៀងនឹងយើងគេចាប់ផ្ដើមចេញជារូបរាងហើយចេញជាម៉ាកថ្មីអញ្ចឹងយើងអាច customer របស់យើងគាត់អាច reduce ការទិញនឹងអីពីយើងដែរអញ្ចឹងយើងត្រូវតែគ្រប់គ្រង long term relationship ជាមួយគាត់ជាមួយនឹង organization ដែលសារតែពួកគាត់ទិញម្ដងជាលក្ខណៈធំហើយគាត់ទិញបរិមាណច្រើនចឹងចំទី3 more regional decision making អញ្ចឹងចំពោះ organizational business វា focus on the economics like cost ហើយនិង efficiency ដូចឧទាហរណ៍ដូចជា Caterpillar Greater cost more intensity but sell more money for long term មានន័យថាបើសិនជានិយាយពីការចំណេញគឺអត់ចំណេញច្រើនដល់ customer ទូទៅទេប៉ុន្តែដោយសារតែយើងលក់បានបរិមាណច្រើនអញ្ចឹងវាបានច្រើនជាង customer ទូទៅដែរអញ្ចឹងហើយយើងអាច more regional making មានន័យថាចំណេញតិចប៉ុន្តែយើងបានទៅ long term អញ្ចឹងទៅចំពោះទី4គឺជា customized products មានន័យថា organizational buyer ហ្នឹងគាត់ request a specific product ណាមួយឬក៏ modification ណាមួយហ្នឹងដូចជានៅក្នុងនេះគេឧទាហរណ៍ដូចជា Rollway Energy ហើយឲ្យ design ជា buyer needs អញ្ចឹងមានន័យថានៅក្នុងហ្នឹងយើងគ្រាន់តែដឹងថា customize product ហ្នឹងគឺជាផលិតផលណាមួយថា customer របស់យើងចង់ឲ្យយើងចេញជាលក្ខណៈ specific ណាមួយអញ្ចឹងទៅឧទាហរណ៍ថាយើងជាក្រុមហ៊ុនកែច្នៃរបស់ ecosystem អញ្ចឹងគាត់ជាខាង company មួយឧទាហរណ៍ថាគាត់ជា Canada Bank គាត់មកឲ្យយើង customize product ហ្នឹងឲ្យគាត់មួយហើយដាក់ឈ្មោះថា Canada Bank របស់គាត់អីចឹងតែអាហ្នឹងគេហៅថា customize product ដោយសារវា specific ទៅលើអីមួយហើយវាធ្វើចំនួនបរិមាណច្រើនហើយគាត់ request ឲ្យយើងធ្វើអញ្ចឹងណាអញ្ចឹងចូលទៅដល់ slide បន្ទាប់ចូលដល់ចំណុចមួយទៀតដែលវានៅក្នុង 3.1 ទៅដែរទេប៉ុន្តែវានៅមានចំណុចទី5ទី6ទី7និងទី8ទៀតតិចតួចនៅក្នុងហ្នឹងអញ្ចឹងសម្រាប់ចំណុចទី5គឺជា reciprocal buying ដែល business មួយចំនួនហ្នឹងគេ exchange purchase ជាមួយគ្នាអីចឹងទៅដូចថាក្នុង organization មួយគាត់មានការទិញជាឧទាហរណ៍ដូចគាត់ទិញប៊ិចឬក៏ទិញសភៅពីខាងអ្នកលក់នឹងអញ្ចឹងទៅប៉ុន្តែគាត់មិនមែនឲ្យជាសាច់ប្រាក់ប៉ុន្តែគាត់ដោះដូរគ្នាដោយការអ្នកម្ខាងទៀតហ្នឹងគាត់ប្រើសេវាកម្មរបស់ខាងទៀតក៏មានដែរអាហ្នឹងគេហៅថា reciprocal buying ហ្នឹងចំណែកទី6គឺជា high risk in business sale ហ្នឹងវាអាចមានដូចជា contract use
ព្រោះអីនៅពេលខ្លះហ្នឹងវាអាច lead ដល់ financial loss ដែរព្រោះនៅពេលដែលយើង sign contract ឧទាហរណ៍ថាយើង sign contract កន្លះឆ្នាំម្ដងអីចឹងតតែកន្លះឆ្នាំយើងប្រមូលលុយម្ដងអីចឹងទៅអញ្ចឹងសម្រាប់ចំណូលផ្សេងយើងបានមកប៉ុន្តែគាត់គ្រាន់តែចំណូលសម្រាប់ sign contract នឹងមួយយកអត់បានអីចឹងទៅអញ្ចឹងវាបង្កើតឲ្យមានចំណុចមួយទៀតគឺជា unexpected problem can lead to financial loss មួយទៀតដែរវាអាចខាតឬក៏វាអាចមានបញ្ហាផ្សេងៗនៅក្នុងហ្នឹងនៅពេលដែលយើង sign contract ជាមួយនឹង partner មួយចំនួនអញ្ចឹងទៅហើយវាអាចនិយាយថា risk ក៏បានអាចនិយាយបានថា opportunity ច្រើនក៏បានដែរវា depend ទៅលើតើpartner យើងហ្នឹងគាត់ល្អមួយយើងអត់ឬគាត់ relationship មួយយើងមិនដែរអីចឹងទៅអញ្ចឹងទី7គឺជា conflict buying process conflict buying process ហ្នឹងមានថានៅក្នុងការធ្វើការ purchase ទិញអីមួយហ្នឹងគឺគាត់ទិញចំនួនវាlarge មានថាវាចំនួនវាច្រើនហើយវាពាក់ព័ន្ធជាមួយនឹងmultiple decision maker ជាឧទាហរណ៍នៅក្នុងអង្គភាពមួយអីចឹងទៅបើសិនជាមេគាត់ឲ្យកូនចៅគាត់ទៅទិញប៊ិច500ដងអីចឹងទៅមិនមែនត្រឹមតែគាត់ទៅទិញប៊ិចផ្ទាល់ហ្មងគាត់អាចឆ្លងmarketing គាត់អាចឆ្លង sale ហើយបន្តដល់ថ្នាក់លើទៀតអញ្ចឹងវាទៅជា multiple decision maker ហើយតែមនុស្សច្រើនអ្នកគឺសម្រេចចិត្តវាយូរមែនតើហើយអានេះក្នុងហ្នឹងគឺគេឧទាហរណ៍ឲ្យយើងមួយដែរអ្នកទាំងអស់គ្នាអាចមើលបានសម្រាប់ទី8វិញគឺជា negotiation is a key negotiation is a key ចង់សំដៅទៅលើការចរចាឬក៏ការនិយាយគ្នាហ្នឹងនៅក្នុងវិស័យណាក៏ដោយគឺយើងត្រូវមានការចរចាដូចគ្នាអញ្ចឹងនៅក្នុងវិស័យ business ហើយនៅក្នុងមេរៀននេះគេចង់និយាយថា professional buyer and seller negotiate price and contract term មានន័យថាដូចអត់ខុសពីចំណុចផ្សេងៗមុនមិនដែរប៉ុន្តែក្នុងន័យចរចាគ្នានៅពេលដែលយើងមានរឿងអីមួយឬក៏យើងនិយាយថាឥឡូវយើងអត់ពេញចិត្តជាមួយនឹង partner យើងដែលគាត់សាង contract ជាមួយចុះមកយើងអាចបញ្ជូនemployee របស់យើងឬក៏បញ្ជូនអ្នកដែលខាងយើងហ្នឹងទៅ negotiation មួយគាត់ឬក៏ទៅ communicate មួយគាត់ទៅដើម្បី keep a relationship ហ្នឹងឲ្យយើងបានរកស៊ីមួយគ្នាទៀតទៅ long term អញ្ចឹងទៅព្រោះអ្នកទាំងអស់គ្នាដឹងហើយការ keep a customer ហ្នឹងគឺវាសំខាន់នៅក្នុងការ sell មែនតើហើយបើសិនជាយើងធ្វើឲ្យ partner យើងដូចថាគាត់សប្បាយចិត្តឬគាត់ពេញចិត្តដីកន្លែងណាមួយអីចឹងទៅក៏យើងអាចដឹងដែរនៅពេលដែលយើងប្រើ negotiation is a key ហ្នឹងអញ្ចឹងយើងចូលទៅ slide បន្តឥឡូវយើង move on មកចំណុច3.2គឺជា customer buyer behavior ដែលយើងនឹងនិយាយអំពីអត្តចរិតនៃ customer របស់យើងនៅពេលដែលគាត់សម្រាប់ចាត់ការនៅក្នុងការទិញអីមួយឬគាត់សម្រេចចិត្តថាប្រើប្រាស់សេវាកម្មណាមួយរបស់ខាងយើងចឹងទៅនៅក្នុងនេះខ្ញុំមាន2 3ធំៗនៅក្នុង slide នេះដូចជា customer some products ជាមួយនឹង understand the customer behavior អញ្ចឹងយើងចូលដល់ចំណុចទី1គឺជា customer and individual purchase product ជាមួយនឹង service របស់យើងហ្នឹងសម្រាប់ដែលអូនជួយស្មានថាគាត់ចាំបាច់ត្រូវការប្រើគាត់ត្រូវការប្រើសេវាកម្មរបស់យើងមិនគាត់មកធ្វើការចូលឬគាត់វាថាប្រើប្រាស់សេវាកម្មរបស់យើងអីចឹងទៅអញ្ចឹងវាពាក់ព័ន្ធទៅនឹង basic needs របស់គាត់ឬក៏ពាក់ព័ន្ធទៅលើការរស់នៅផ្ទាល់ខ្លួនរបស់គាត់បានគាត់ត្រូវទិញអីចឹងទៅចំពោះទី2គឺ some products ហ្នឹងវាទៅជាមួយផ្នែកទៀតមិនមែនជា need ទេប៉ុន្តែគាត់ដូចថាland ឬក៏ classify both product customer អីហ្នឹងជាមួយនឹង organizational goods អញ្ចឹងគេថាគេហៅថា shopping products ឬក៏ដូច land ដូចអីចឹងទៅអាហ្នឹងមិនមែនជា basic needs របស់យើងរាល់ថ្ងៃទេប៉ុន្តែយើងត្រូវតែទិញយើងត្រូវតែមាននៅក្នុងការចាំបាច់ដើម្បីងាយស្រួលការរស់នៅប្រចាំថ្ងៃរបស់គាត់ឯដែរអញ្ចឹងបានគាត់ធ្វើការសម្រេចចិត្តទិញអ្វីមួយអីចឹងទៅហើយជាឧទាហរណ៍ a person who buy a car for personal use ហើយ customer buyer ហ្នឹងនៅពេលដែល company គាត់ buy it for an employee organizational buyer អញ្ចឹងអាចមាន2នៅក្នុងការទិញឡានទី1គឺគាត់ទិញដើម្បីតែគាត់ប្រើប្រចាំថ្ងៃប្រើប្រចាំថ្ងៃតម្រូវការរបស់គាត់ហើយមួយទៀតហ្នឹងគឺ organizational buyer មានន័យថាអង្គភាពមួយហ្នឹងគឺគេទិញឡានសម្រាប់ឲ្យ employee របស់គាត់ហ្មងអញ្ចឹងនៅពេលដែលអង្គភាពខ្ញុំបានបញ្យល់នៅ slide មុនមិញហើយនៅពេលដែលអង្គភាពទិញគឺគេទិញច្រើនហើយតម្លៃក៏យើងអាចគិតធួយគេបន្តិចដែរដោយសារតែគាត់ធ្វើការទិញចំនួន large ច្រើនមានន័យថាគាត់ទិញមិនមែន1 2គាត់អាចទិញ10 20អញ្ចឹងទៅហើយចំណុចទី3គឺជា understand customer behavior ហ្នឹងវាអាចមាន answer 5 key question ដែលយើងត្រូវតែយល់ដែលខ្ញុំនឹងបកស្រាយនៅ slide បន្ទាប់អញ្ចឹងយើងតពីចំណុចមិញដែល customer យើង answer customer 5 key ហ្នឹងទៅតាម question អីខ្លះអញ្ចឹងទី1គឺ who is important in the buying decision មានន័យថាណាគេអ្នក important អ្នកណាគេអ្នកនិយាយស្រួលស្ដាប់ទៅណាគេអ្នកមានចិត្តសម្រាប់តែម្ដងនៅក្នុងការទិញផលិតផលមួយហ្នឹងឧទាហរណ៍ដូចជា individual family influencer ឬក៏បើសិនជា organizational អ្នកទិញគឺប្រហែលជាថ្នាក់លើអ្នកមានចិត្តសម្រាប់ចេញថាទិញឡានប្រភេទអីទិញចំនួនទីប្រមាណនៃឆ្នាំទីប្រមាណនៃឡាន
Some sort of cool process yang akhirnya jangan yang beracun budget bay dan những trong factors affecting the consumer decision making process hay đi trong chúng ta hay tha factor that affecting consumer making decision นี่คือวินชอนปัจจัยที่ต้องจำเป็นนั่นคือมันใบใจเจ็บใบจุดสำคัญที่មួយគឺ the buying situation ទីពីរគឺ personal influences ហើយទីបីគឺ social influence អញ្ចឹងយើងនឹងសិក្សា detail more about ទាំង3ចំណុចហ្នឹងនៅ slide 10ទៀត Okay, អញ្ចឹងមកដល់ចំណុចទី1ដែលយើងតកតងទៅនឹង the buying situation លោក Howard and Smith គាត់បាន identify ថា buying situation នេះគឺចាត់ជា three types ទៀតគឺតកតងទី1តកតងទៅនឹង extensive problem solving type ទី2គឺ limiting problem solving ហើយ type ទី3គឺ automatic response ចំពោះ extensive problem solving នេះគឺនៅពេលដែល consumer គាត់ face like a new problem ដែលមានវាថាកន្លែងខ្លះឲ្យគាត់អត់ច្បាស់ថាគាត់ត្រូវទិញអត់អញ្ចឹងគាត់វាច្រើនដូចថាខាញ់គាត់ research more about that good that product ដែលគាត់ចង់ទិញហ្នឹងហើយថាគាត់ compare វាជាមួយនឹង product ផ្សេងៗទៀតដែលដូចថា similar ជាមួយ product ដែលគាត់ចង់ទិញហ្នឹងហើយចំពោះតកតងទៅនឹង limited problem solving ហ្នឹងគឺនៅពេលដែល consumer គាត់មាន experience ទៅលើ product ណាមួយហើយនៅពេលដែលគាត់ចង់ទិញ product បែបអញ្ចឹងទៀតគាត់ខាញ់ណា like គាត់ compare ទៅ product ដែល type វាដដែលៗហ្នឹងច្រើនទៀតហើយចំពោះតកតងទៅនឹង automatic response ហ្នឹងវាថាដូចជា online មួយចំនួនដែលគាត់មាន automatic response ដែលយើងឆាតសួរគាត់ like type មកអីចឹងទៅគាត់មាន response ថា okay អីទៅអីចឹងទៅហ្នឹងខ្ញុំនិយាយអញ្ចឹងអញ្ចឹងអីដែលសំខាន់យើងដឹងហើយថាកត្តាដែលធ្វើឲ្យ consumer making decision វាពិបាកហ្នឹងគឺវាមានច្រើនប៉ុន្តែអីដែលសំខាន់មកមិនសំខាន់ទៅលើ three type ដែលយើងបានលើហ្នឹងគឺសំខាន់ទៅលើតែ the level of involvement with the process មានន័យថាសំខាន់នេះគឺការដែលគាត់ involve ជាមួយនឹងការទិញទំនិញរបស់យើងហ្នឹងឯង Okay ហ្នឹងហើយអញ្ចឹងបន្តចំណុចទី2គឺតកតងទៅនឹង personal influences ហ្នឹងហើយចំពោះ consumer decision making ហ្នឹងក៏ also influenced by like individual psychology ហើយក៏ដូចជា specifically តកតងទៅនឹង personality motivation perception ជាមួយនឹង learning អីជាដើមដែលជា personality ហ្នឹង how a person portray affect their choice motivation ហ្នឹង the driving force behind their purchase ថាវាថាគាត់មានកម្លាំងចិត្តនៅក្នុងការទិញ product អីមួយអញ្ចឹងទៅតកតងទៅនឹង perception how they interpret information and products តកតងទៅនឹង learning វាថា how their past experience ហ្នឹង shape their future decision ហ្នឹងទៅហ្នឹងហើយហើយនៅក្នុងចំណុច personal influences ហ្នឹងដែរ Buzota, Lifton and Chabang គាត់ក៏បាន propose a two-dimensional model of buyer psychology ហ្នឹងដើម្បីឲ្យ seller អីទៅគាត់ស្រួលថាតើ customer បែបនេះគាត់ត្រូវថែបែបណាអញ្ចឹងទៅយើងនិយាយថាពេលដែលគាត់មកទិញអីវ៉ាន់របស់យើងងាយស្រួលក្នុងការចុះចូលឬមកក៏និយាយជាមួយគាត់ហ្នឹងទៅហើយក្នុងហ្នឹងដែរគឺអ្នកនរគ្នាបានឃើញនេះក្នុង ខ្ញុំបានដាក់ហ្នឹង figure 3.4 ដែលវាមានពាក្យគន្លឹះហ្នឹងហើយពាក្យគន្លឹះទៅវាមាន dominant មាន submissive មាន warm ហើយនឹងមាន hostile អីចឹងទៅចំពោះ dominant ដែរ it's kind of like face to face interactions like yes it kind of like face to face interaction refers to the drive to control others like kind of lead situation and maintain independence វាថាគាត់របៀបចេញមករៀងគាត់I kind of have រៀង lead អញ្ចឹងទៅតកតងជាមួយ submissive វិញវាថាគាត់រៀង let others take the lead វាថាគាត់មិនជា lead ដូច dominant ហ្មងឯងតកតងទៅនឹង warm វិញរៀង care ជាមួយ other រៀងគិតអីរៀង positive ហើយរៀងមាន like trust មាន humor and like and easy outgoing អញ្ចឹងទៅហើយជាមួយ hostile វិញវាថារៀង kind of like អត់សូវមាន confidence លើខ្លួនឯងអញ្ចឹងទៅ lack of regard for others and marked by coldness ហើយ distrust អីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាឃើញហើយក្នុង slide ហ្នឹងយើងមាន Q1 Q2 Q3 Q4 អញ្ចឹងទៅហើយក្នុង Q1 ហ្នឹងបានន័យថា dominant and hostile Q2 ហ្នឹង submissive and hostile Q3 submissive and warm ហើយ Q4 dominant and warm ចំពោះ dominant and Q1 dominant and hostile ណា like in like kind of រៀង individual are loud demanding រៀង aggressive តិចៗដែរ and they kind of tough and kind of distrustful of self people and often រៀងពិបាកក្នុងការ get along with each other អញ្ចឹងទៅដល់ពេល Q2 តកតងទៅនឹង submission and hostile like individual រៀង cool បែបអីចឹងតែអត់សូវមាន communicate ជាមួយ other គាត់ prefer បែបពេលដែលគាត់ទៅទិញអីចឹងគាត់រៀងថាឲ្យអ្នកលក់ហ្នឹងរៀង give តែ some brief information អីទៅឲ្យគាត់ទេដល់ពេលតកតងទៅនឹង Q3 submission and warm សម្រាប់ Q3 ហ្នឹងគាត់រៀង kind of friendly រៀងនិយាយច្រើនហើយ kind of think រៀង positive ច្រើនអញ្ចឹងទៅគាត់ចូលចិត្តแบบថាខាង social interaction ដល់ពេលគាត់ទៅទិញអីវ៉ាន់អញ្ចឹងខាងនិយាយលេងមួយលេងលក់និយាយអីចឹងទៅដល់ពេល Q4 តកតងជាមួយនឹង dominant warm តែ dominant warm គឺខាងគាត់ open minded ហ្មងវាថាគាត់មានអីគាត់និយាយនឹងទៅគាត់ចង់បានអីគាត់ប្រាប់នឹងហ្មងទៅវាថាគាត់
អូខេគាត់ចង់ទៅទិញអានេះជិះគាត់ប្រាប់អ្នកលក់ថាចង់បានអាហ្នឹងហ្មងវាអញ្ចឹងគាត់ដឹងថាគាត់ចង់បានអីពិតប្រាកដចំពោះ Q4 ហ្នឹង and មកដល់ចំណុចនេះវិញវាថាមុនហ្នឹងយើងដឹងពីអត្តចរិតរបស់ Q អត្តចរិតមួយ type consumer មួយអញ្ចឹងកន្លែងនេះវាថាតើធ្វើម៉េចដើម្បីឲ្យអ្នកលក់ហ្នឹងគាត់ចិត្តតែទិញតាម type មួយទៅវិញចំពោះ Q1 ហ្នឹង Q1 ដែលជា dominant and hostel ហ្នឹងអ្នកលក់ត្រូវគាត់រៀង match their dominant level by kind of sitting upright and maintaining eye contact listening respectfully and providing direct answer មកអត់ព្រៀងបច្ចេកទេសអីតិចទេហ្នឹងហើយចំពោះ Q2 វិញដែលជា submissive hostel ហ្នឹងវាថាអ្នកដែលលក់ហ្នឹងគាត់រៀងអវត្តការណែនាំតិចហ្នឹងហើយ instead focus on gaining trust like យើងនិយាយណែនាំតែផលវាថាឲ្យគាត់មើលទៅជឿទុកចិត្តលើយើងបានអីចឹងទៅចំពោះ Q3 ហ្នឹងដែល submission and form ហ្នឹងអ្នកលក់ហ្នឹង should be like ខាងណារៀង friendly អញ្ចឹងទៅដោយសារគាត់ក៏រៀង friendly ដែរអញ្ចឹងយើង friendly មកគាត់វិញទៅ and focus on building trust and a social connection អញ្ចឹងទៅតែពេល Q4 ដែលជា dominant and warm ហ្នឹងsale people sale អ្នកលក់ហ្នឹង should match តែ dominant ដោយសារតែគាត់ដឹងថាគាត់ត្រូវការអីច្បាស់លាស់ហើយអញ្ចឹងដល់ពេលដែលគាត់មកអញ្ចឹងអ្នកលក់ត្រូវថាអូខេគាត់ចង់បានអាហ្នឹងយើងកុំនិយាយថាណែនាំអីច្រើនពេកអញ្ចឹងទៅពេលកុំសូវណែនាំអីពីរបស់អីផ្សេងដែលមិនមែនជាអីដែលគាត់ត្រូវការច្រើនពេកហ្នឹងហើយអូខេនេះក្នុងចំណុចនឹងដែរក៏មានតកតងទៅនឹង lifestyle ដែរដែលយើងឃើញថានៅក្នុងហ្នឹងគាត់បានឯកចេញជា3ចំណុចសំខាន់តកតងទៅនឹងយ៉ាងsophisticated ដែលវាជាខាងណាគាត់របៀបថាគាត់រៀង well education ដែរហើយយើងចូល social ដែរហើយគាត់និយាយថាគាត់ interested ទៅលើ new thing new product អីចឹងទៅតែពេលមួយទៀតតកតងទៅនឹង home center ដូចថាគាត់រៀងជាមនុស្សno មានជាមនុស្សជាថានៅ middle class អញ្ចឹងទៅហ្នឹងហើយគាត់អត់សូវ like interested ជាមួយproduct ថ្មីៗដែលគេបង្កើតហើយពីច្រើនគាត់ focusing on staying home ច្រើនជាងដល់ពេលចំណុចទី3ដែលតកតងទៅនឹង traditional working class ហ្នឹងខាងណាជាមនុស្ស like middle age អញ្ចឹងទៅពីច្រើនគាត់ enjoy cooking stay in house អីចឹងទៅប៉ុន្តែគាត់ថារៀង social ដែរជាមួយអ្នកជិតខាងរបស់គាត់ share activity ជាមួយក្រុមគ្រួសាររបស់គាត់អីចឹងទៅដល់ពេលចំណុចទី4តកតងទៅនឹង middle age the pathetic សម្រាប់គាត់ហ្នឹងក៏ well education ដែរហើយក៏វាថាមាន interest ទៅលើ new product អីស្រៀងទៅនឹងយ៉ាងsophisticated ហ្នឹងដែរដល់ពេលចំណុចទី5តកតងទៅនឹង Coronation Street Housewives ហ្នឹងគាត់រៀងខាងណារៀងជីវាថារៀង traditional បន្តិចហ្នឹងហើយពីច្រើនគាត់ working ជា part time ហើយចំពោះ income គាត់ក៏រៀង low ដែរហ្នឹងហើយដល់ពេលចំណុចទី1តកតងទៅនឹង self confidence វាថាគាត់រៀង young and also like well education quality conscious and វាថាមានចំណូលអីមធ្យមដែរតែគាត់អាចរកក្នុងជីវិតរបស់គាត់បានដល់ពេលចំណុចទី7តកតងទៅនឹង homely ដែលពីច្រើនhomely ហ្នឹងគាត់ឃើញរៀងតថ្លៃតិចand គាត់ work ជាpart time អញ្ចឹងទៅដល់ពេលចំណុចទី8តកតងទៅនឹង penny pictures ដែលគាត់នឹងឃើញថាហៅថា self confident ហ្មងដែល self confident ហើយខាងរៀង traditional បន្តិចពេលអាយុច្បាស់ពី25ទៅ34អីហ្នឹងដែលគាត់មានincome របស់គាត់រៀងគួរសមដែរ and enjoy saving and everything and also like sharing activities as a couple with their ក្រុមគ្រួសារ and also like រៀងsociable ដែរអូខេដល់ពេលនេះយើងមកដល់ចំណុចទី3ដែលតកតងទៅនឹង social influence ដែលយើងឃើញថា major social influence on consumer decision making នេះ include like social class reference groups culture ហើយ family ហើយនេះចំហៀងនេះក៏យើងឃើញមាន table ដែរដែលបង្ហាញពី social class categories ដែលអ្នកនរគ្នាអាចមើលកន្លែងហ្នឹងបានហើយតកតងទៅនឹង social class ហ្នឹងពីច្រើនគឺ based on មុខរបររបស់គាត់ and also like yes បើសិនជាមុខរបររបស់គាត់វាថាគាត់គ្រប់ចំណូលបានច្រើនអញ្ចឹងក៏វា influence លើការmaking decision ហ្នឹងដែរដល់ពេលចំណុចទី2ហ្នឹងគឺតកតងទៅនឹង reference groups ដែល like group friends group family or group អ្នកធ្វើការជាមួយគ្នាហ្នឹងក៏ influence ក្នុងការ making decision ដែលថានៅក្នុងក្រុមធ្វើការជាមួយគ្នាយើងគាត់ធ្វើ product មួយឲ្យមើលទៅវា like អាចឃើញថាវាតម្លៃប៉ុណ្ណាវា worth the quality of that product អញ្ចឹងក៏វាអាច influence ទៅដល់ការ making decision ហ្នឹងដែរហើយទៅពេលចំណុចទី3គឺតកតងទៅនឹង culture ដែលមានដូចជា traditionals ដែលតកតងទៅនឹង values and also like society attitude ផងដែរតែឃើញថាវាក៏ affect ទៅលើការ make decision ដែរទៅពេលចំណុចក៏ទៀតគឺតកតង family ហ្នឹងគឺឃើញថាហៅថាអាច yes make a big impact ទៅលើការ making decision ហ្នឹងមក like different family members like គាត់អាច influence choice ផ្សេងៗគ្នាអីចឹងទៅដល់ពេលតកតងទៅ
ថាក្នុងចំណុច social influence នឹងដែរក៏មានតកតងទៅនឹងតកតងទៅនឹង economic ដែរបើសិនជាតកតងនឹងខ្ញុំចែកឲ្យពីផ្នែកធំតកតងទៅ economic growth ហើយនិង economic recession ដែរ economic growth បានថានៅពេលដែលប្រជាជនយើងនៅពេលដែលហៅថាសេដ្ឋកិច្ចយើងលូតលាស់រីកចម្រើនអញ្ចឹងទៅlike people មានការងារធ្វើមានអីអញ្ចឹងទៅដល់ពេលអញ្ចឹងក៏គាត់មានបាន មាន income មានអីសម្រាប់រំជីវិតរបស់គាត់អញ្ចឹងការ making decision ក្នុងការ purchase អីមួយក៏វារៀងងាយស្រួលមកកំណត់ទៀតប៉ុន្តែនៅកន្លែងទៅវិញនៅពេលដែលសេដ្ឋកិច្ចយើងរៀងធ្លាក់ចុះនឹងឲ្យមានវិបត្តិសេដ្ឋកិច្ចហ្នឹងpeople ក៏គាត់អត់សូវមានការងារធ្វើហើយនៅពេលដែលគាត់មានការងារធ្វើក៏ income គាត់រៀងទាបអញ្ចឹងក៏វា affect ខ្លាំងទៅលើការ making decision នៅពេលដែលគាត់ចង់ purchase អីមួយដែរហ្នឹងហើយអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយចំណុចតទៀតប្រភេទខ្ញុំគាត់នឹងធ្វើការបកស្រាយបន្តហើយយើងចូលដល់ចំណុចបន្ទាប់គឺ 3.4 ដែលនិយាយពី organizational buyer behavior ដែលយើងនឹងនិយាយអំពីការរៀបចំសកម្មភាពឬក៏អាកប្បកិរិយារបស់អ្នកទិញហ្នឹងដែលគាត់បែបណាដែរមានលក្ខណៈបែបណានៅក្នុងការទិញផលិតផលនីមួយៗហ្នឹងអញ្ចឹងតើតើជាមួយនឹង organizational buyer behavior ហ្នឹងវាមាន3 element ដែលទី1តើតើជាមួយនឹង structure ទី2តើតើជាមួយនឹង process ទី3គឺតើតើមួយ content ហើយឥឡូវនេះគឺយើងចូលមកដល់ចំណុចទី1ដែលតកតងជាមួយនឹង structure អញ្ចឹង structure របស់ organizational behavior របស់ buyer ហ្នឹងគឺគាត់មានអីគេខ្លះហើយអញ្ចឹងនៅក្នុងនេះដែរគឺកន្លែងត្រង់កន្លែងនេះតកតងជាមួយ organizational buyer ហ្នឹងគឺអាចសំដៅទៅលើអ្នកដែលទិញហើយអ្នកដែលទិញហ្នឹងក៏មិនមានន័យថាមនុស្សតែម្នាក់ដែរដែលវាមានឥទ្ធិពលនៅក្នុងការសម្រេចចិត្តនៅក្នុងការទិញមួយហ្នឹងអញ្ចឹងវាអាចមាន influence ពីកត្តាជាច្រើនដែលធ្វើឲ្យគាត់សម្រេចចិត្តនៅក្នុងការទិញហ្នឹងអញ្ចឹងយើងមកមើលអំពីរចនាសម្ព័ន្ធដែលធ្វើឲ្យអតិថិជនមួយហ្នឹងគាត់សម្រេចចិត្តនៅក្នុងការទិញផលិតផលអញ្ចឹងហើយយើងមកចូលទៅដល់កន្លែង 6 rule in structure of decision making unit ដែលយើងទៅមើលជាមួយតួនាទីទាំង6នៅក្នុង structure របស់ DMU ដែលជា decision making unit ហ្នឹងអញ្ចឹងទី1តើតើជាមួយនឹង initiator ហ្នឹងគឺជាអ្នកដែលគាត់ចាប់ផ្ដើមដំបូងនៅក្នុងការទិញអញ្ចឹងមានន័យថាគាត់មានបញ្ហាហើយគាត់ត្រូវការឲ្យដោះស្រាយជាមួយនឹងបញ្ហាដែលគាត់កំពុងជួបប្រទះហ្នឹងអញ្ចឹងគាត់ជាអ្នកចាប់ផ្ដើមដំបូងបង្អស់នៅក្នុងការទិញមួយហ្នឹងហើយសម្រាប់ user គឺជាអ្នកដែលគាត់ប្រើប្រាស់ផ្ទាល់អញ្ចឹងគាត់ប្រើប្រាស់ផលិតផលហ្នឹងគាត់ទិញផលិតផលហ្នឹងហើយគឺគាត់ធ្វើការប្រើប្រាស់ជាមួយនឹងផលិតផលមួយហ្នឹងហើយទី3ហ្នឹងគឺជាអ្នក desire ហ្នឹងគឺបុគ្គលដែលគាត់ធ្វើការ finalize ចុងក្រោយសម្រាប់ចិត្តទិញនិងជ្រើសរើស supplier ណាមួយអញ្ចឹងអាចគាត់គឺជា business អាចនិយាយថា B2B អីចឹងទៅគឺគាត់ជាអ្នកដែលសម្រាប់នៅក្នុងការ finalize ចុងក្រោយថាទិញឬក៏ជ្រើសរើស supplier មួយណានៅក្នុងការទិញផលិតផលដែលគាត់ធ្វើការសម្រាប់ចិត្តទិញហ្នឹងទី4គឺ influencer នេះគឺជាអ្នកដែលគាត់ធ្វើការ recommendation ទៅកាន់អ្នកប្រើប្រាស់ឬក៏ audience ដើម្បីឲ្យគាត់ធ្វើការសម្រាប់ចិត្តទិញអញ្ចឹងគាត់អាចជាការណែនាំដូចជាគាត់ប្រើប្រាស់ផលិតផលហ្នឹងហើយគាត់ធ្វើការណែនាំឬក៏គាត់ធ្វើការ recommend ទៅកាន់អ្នកទិញដែលគាត់អាចជះឥទ្ធិពលទៅដល់ការសម្រេចចិត្តរបស់ពួកគាត់បានថាគួរទិញឬមិនទិញឬគួរប្រើប្រាស់ផលិតផលហ្នឹងអត់អញ្ចឹងទៅហើយសម្រាប់ទី5គឺ buyer គឺជាអ្នកដែលគាត់ទិញប៉ុន្តែគាត់ទិញនេះគឺមានកុងត្រាគាត់ជាអ្នកទិញមិនមែនមានន័យថាគាត់អាចជាដូច desire អញ្ចឹងគាត់អាចជា business to business អញ្ចឹងទៅគាត់ទិញដែលគាត់មានកុងត្រាមានអីនៅក្នុងការទិញជាមួយនឹងផលិតផលមួយហ្នឹងហើយទី6ហ្នឹងគឺ gatekeeper ដែល gatekeeper ហ្នឹងគឺជាអ្នកដែលគាត់មានតនន័យនៅក្នុងការគ្រប់គ្រងព័ត៌មានការគ្រប់គ្រងទៅលើការធ្វើការសម្រេចចិត្តដែលពួកគេជាទូទៅគឺពួកគាត់មាននៅក្នុង process នៃ DMU ហ្នឹងគឺ decision making ហ្នឹងឬក៏អ្នកដែលគាត់ជា buyer ដែលគាត់មាន agreement ត្រូវដែលត្រូវបានទិញមុនពេលដែល supplier ធ្វើការតាក់ទងមកតាក់ទងទៅ order member នៃ DMU ហ្នឹងហើយនៅបន្តទៀតនៅក្នុង structure ហ្នឹងដដែលប៉ុន្តែ sales person ហ្នឹងគាត់ need to avoid to delete sin អញ្ចឹងគាត់ត្រូវ avoid ជាមួយនឹង to delete ហ្នឹងគឺទី1គឺតាក់ទងជាមួយនឹង working within their comfort zone គឺយើងធ្វើការនៅក្នុងកន្លែងរបស់ពួកគេដែលគាត់ជា comfort zoneចឹងកន្លែងនេះគឺជាកន្លែងដែលពួកគាត់ spend too much time ជាមួយនឹងមនុស្សដែលពួកគេចូលចិត្តឬក៏ feel comfort with ប៉ុន្តែអ្នកមិនមែនជាអ្នកដែលមានសារៈសំខាន់ដែលធ្វើឲ្យពួកគាត់ពួកគាត់ជ្រើសរើស product ឬក៏ដើម្បីទិញឬក៏ supplier របស់ពួកគេប៉ុន្តែពួកគេមានអារម្មណ៍ថាពួកគេ comfort ជាមួយនឹងការ spend time នៅនឹងដែលធ្វើឲ្យពួកគាត់នឹងអាចsales person ហ្នឹងគឺគាត់អាចធ្វើការសិក្សាពីកន្លែងហ្នឹងដូចគ្នាដែរហើយទី2គេទៅ spending time much with naysayer they are people who can say no មានន័យថាអតិថិជនមនុស្សហ្នឹងគឺគាត់អាចនិយាយ say no បានប៉ុន្តែពួកគេក៏អាចនឹងនិយាយ say yes បានដូចគ្នាអញ្ចឹងកន្លែងនេះគឺយើងត្រូវធ្វើឲ្យពួកគាត់ហ្នឹងយើង sell people ហ្នឹងគឺគាត់ធ្វើការលក់ទៅកាន់អតិថិជនហ្នឹងបង្កើតជាមួយនឹង communication ជាមួយនឹងពួកគាត់ឲ្យបានច្រើននៅក្នុងការខិតខំប្រឹងប្រែងដែលធ្វើឲ្យពួកគាត់ហ្នឹងអាចធ្វើការជ្រើសរើសជាមួយនឹង should be channel បាន yes ហើយយើងមកចូលដល់ចំណុចបន្តដែលបន្តពី structure ហ្នឹងគឺ process នេះគឺជាដំណើរការនៅក្នុងការធ្វើការសម្រេចចិត្ត
making process decision making process មានន័យថាធ្វើការសម្រេចចិត្តនៅក្នុងការទិញផលិតផលឬក៏អីមួយរបស់ buyer behavior ហ្នឹងគឺសកម្មភាពរបស់អតិថិជនហ្នឹងគាត់មានទាំង7 process ហ្នឹងទី1គឺ recognition of a problem គាត់មាន need គាត់មានតម្រូវការគាត់មានបញ្ហាហើយគាត់ត្រូវការអីដែលត្រូវមកដោះស្រាយជាមួយនឹងបញ្ហារបស់គាត់ហ្នឹងព្រោះគាត់ត្រូវការតម្រូវការមួយហ្នឹងឡើងមកហើយដើម្បីមកដោះស្រាយជាមួយបញ្ហាហ្នឹងហើយសម្រាប់ទី2នោះគឺ determine of the characteristics specification and quality of need item កន្លែងនេះគឺយើងនឹងមើលទៅលើ characteristic ជាមួយនឹង specific ដែលពួកគេត្រូវការនៅចំនួន item អីមួយនៅក្នុងការធ្វើមានន័យថានៅក្នុងការតម្រូវការរបស់ពួកគេតើពួកគេហ្នឹងមានការតម្រូវការបែបណាហើយពួកគេត្រូវការចំនួនជាក់លាក់ប៉ុណ្ណាដែរអញ្ចឹងគឺកន្លែងនេះគឺយើងសិក្សាស៊ីជម្រៅនៅក្នុងការតម្រូវការរបស់ពួកគេដែលពួកគេត្រូវការឧទាហរណ៍ថាពួកគេត្រូវការអីមួយចំនួនបានណាចំនួនប៉ុណ្ណាយើងអាចធ្វើការ estimate បានប៉ុណ្ណានៅក្នុងការធ្វើឲ្យពួកគេហ្នឹងទិញនៅចំនួនប៉ុណ្ណឹងហើយទី3ហ្នឹងគឺ search for qualification of potential source គឺយើងធ្វើការស្រាវជ្រាវទៅលើ source មួយចំនួនដែលធ្វើឲ្យពួកគេហ្នឹងវា affect ទៅដល់ពួកគេក្នុងការទិញដែលវាអាចថាវាមានសារៈសំខាន់តិចឬក៏ច្រើននៅក្នុងដែលធ្វើឲ្យ buyer នឹងធ្វើការ process វាជាមួយនឹងផលិតផលមួយហ្នឹងដែលហើយអាចធ្វើឲ្យពួកគេងាយស្រួលនៅក្នុងការស្វែងរកជាមួយនឹង product ទាំងអស់ហ្នឹងនៅក្នុងការទិញអីផ្សេងៗទៅហើយទី4គឺ acquisition and analysis of proposal កន្លែងហ្នឹងគឺយើងត្រូវមានការស្វែងរកមួយចំនួនស្វែងរកមួយចំនួនមួយរបស់ company ដែលគាត់អាចប្រហែលពីអ្នកជំនាញឬក៏បានពី advisor ណាមួយដែលយើង qualify to supply the product proposal will be called for analyze of them undertaken ឲ្យយើងបានយល់ពីការ proposal មួយហ្នឹងហើយអាច qualify supply product ដែលយើងបាន supply ឬក៏ supply ទៅអតិថិជននៅក្នុងការទិញហ្នឹងដែលអតិថិជនគាត់ត្រូវការនៅក្នុងការ supply សម្រាប់ពួកគាត់ហ្នឹងហើយទី5គឺ evaluation of proposal and selection of supplier កន្លែងនេះគឺការទិញរបស់ពួកគេត្រូវការជ្រើសរើសជាមួយនឹង supplier នៅក្នុងការ supply របស់ពួកគេអញ្ចឹង each proposal will be evaluation តែគាត់ត្រូវធ្វើឲ្យវាមាន evaluation ហើយ criteria របស់វាហ្នឹងគឺត្រូវតែសំខាន់សម្រាប់ DMU នីមួយៗដែលវាធ្វើឲ្យពួកគេហ្នឹងមានវាសំខាន់ហើយត្រូវការ supplier ពីកន្លែងមួយហ្នឹងហើយទី6គឺ selection of an order routine វាគឺជាការ detail មួយនៃ payment ឬ delivery ដែលយើងជាទូទៅគឺដឹកជញ្ជូនឲ្យទៅអតិថិជនទៅកាន់អ្នកទិញអញ្ចឹងទៅដែលធ្វើឲ្យពួកគេហ្នឹងselect នៅក្នុងការ supplier មួយហ្នឹងអញ្ចឹងអាចថាវាកាន់តាជាទម្លាប់មួយដែលនៅពេលដែលគេ order ទៅយើងមានជាមួយនឹងសេវាកម្មល្អទៅកាន់ពួកគេទៅហ្នឹងហើយតែធ្វើឲ្យពួកគេ select ជាមួយនឹងការ order ហ្នឹងសេវាកម្មរហូតទៅហើយសម្រាប់ទី7គឺ performance feedback and evaluation អញ្ចឹងក្រោយពេលដែលពួកគេទិញហើយពួកគេក៏ជាមាន feedback ដើម្បីធ្វើឲ្យយើងមានការរីកចម្រើនឬក៏យើងរកពី feedback performance feedback ដែលគាត់ទទួលបាននៅពេលដែលគាត់ទទួលបានអីហើយគាត់មានតែមាន feedback អីត្រឡប់មកវិញទៅកាន់អ្នកលក់អីថាវាបែបនេះបែបនោះល្អឬក៏អត់ខ្វល់ឬក៏សេវាកម្មអីបែបណាទៅហើយចំណុចបន្ទាប់ហ្នឹងគឺជាចំណុច content គឺជាចំណុចទី3នៃចំណុចទី3កន្លែងនេះគឺជាផ្នែកមួយ content គឺជាផ្នែកមួយនៃ organizational buyer behavior ដែលផ្ដោតសំខាន់ទៅលើការជ្រើសរើស criteria ដែលជ្រើសរើសដោយសមាជិករបស់ DMU ដែលគាត់ធ្វើការ supply proposal ហ្នឹងអញ្ចឹង choice criteria ជំរឿនរបស់ criteria ហ្នឹងវាមានច្រើនតែតជាមួយនឹង economic ឬក៏ emotional ដែលតេជូនគាត់ធ្វើការសម្រេចចិត្តពេលគាត់គិតទៅលើ economic ច្រើនឬក៏ emotional ច្រើនទៅលើការជ្រើសរើសទិញផលិតផលនីមួយៗហើយសម្រាប់ content ហ្នឹងគឺយើងមាន number គឺយើងមានចំនួនដែលវាជា criteria សំខាន់ដែលយើងអាចធ្វើការ exam បាននៅពេលដែលយើងធ្វើការ apply មួយហ្នឹងអញ្ចឹងទីមួយគឺតេតងជាមួយនឹង quality អញ្ចឹងជាទូទៅអតិថិជនក៏តែងតែចាំបានជាមួយនឹងផលិតផលដែលមាន quality ហើយតេតងជាមួយនឹងការដែលយើងមានជាមួយនឹង quality សារៈសំខាន់ដែលធ្វើឲ្យផលិតផលរបស់យើងហ្នឹងវាល្អវាមានគុណភាពហើយធ្វើឲ្យ product suppliers product and service របស់យើងល្អទៅកាន់អតិថិជននៅពេលដែលយើងល្អអតិថិជនគាត់ពេញចិត្តគឺប្រកាសជាគាត់ទិញហើយទិញទៀតហើយ total quality management តេតងជាមួយនឹងវាដំណើរការចាំពីដើមរហូតដល់ចប់ចឹងទៅហើយទី2គឺ price and life cycle cost តេតងជាមួយនឹងតម្លៃវាអាចជា critical ដែលធ្វើឲ្យយើងធ្វើការទិញហើយ life cycle cost ហ្នឹងគឺជាអីដែលអាច
include ទៅលើ productivity saving ដែលធ្វើឲ្យយើងមានការ saving ហើយធ្វើឲ្យថ្លៃដើមរបស់យើងវារៀងតិចហើយវាអាចរក្សាថ្លៃដើមនឹងបានហើយពេលដែលយើង supply ទៅអតិថិជនអីចឹងទៅវាអត់ឡើងចុះហើយវា permanent អីចឹងទៅយើងអាចរក្សាថ្លៃដើមបានហើយនឹងមានគុណភាពសម្រាប់ផលិតផលហ្នឹងទី2គឺទី3នោះគឺ continuity of supplies កន្លែងនេះគឺវាអាចថាតកតងជាមួយនឹង consideration ដែលស្ថានភាពដែលតើយើងក៏ធ្វើការ purchase ជាមួយនឹងផលិតផលហ្នឹងហើយអាចជាកន្លែងជា cost major cost មួយនៃ company ដែលធ្វើការបែងចែកទៅលើដំណើរការនៅក្នុងការធ្វើ production ហ្នឹងហើយដែលធ្វើឲ្យវា affect ទៅលើការទិញឬក៏វាជាកត្តាមួយដែលសំខាន់ content មួយដ៏សំខាន់នៅក្នុងការធ្វើ business ដែលយើងនឹងធ្វើនៅក្នុង organizational buyer behavior មួយហ្នឹងសម្រាប់ purchase risk ហ្នឹងវាមាន2គឺទី1គឺ functional risk ទី2គឺpsychological risk ដែលពីរហ្នឹងគឺវាមានតួនាទីវា2ទម្រង់ទី1គឺ functional risk ហ្នឹងគឺតើតជាមួយនឹង uncertainty with respect to product or supply performance ហើយ philological risk ហ្នឹងគឺតើតជាមួយនឹង criticism work from college ហ្នឹងហើយវាតើតជាមួយនឹងពីរហ្នឹងហើយសម្រាប់ទី3គឺ office political faction within the buying company may also influence the outcome of the purchase decision អញ្ចឹងវាអាចធ្វើការនៅក្នុង company ហើយ buying មេវាអាច influence ទៅលើ outcome ដែលយើងធ្វើការសម្រេចចិត្តនៅក្នុងការទិញហ្នឹងហើយចុងក្រោយហ្នឹងគឺ personal liking or disliking មានន័យថាការពេញចិត្តការចូលចិត្តឬក៏មិនចូលចិត្តរបស់បុគ្គលនីមួយៗនៅក្នុងការជ្រើសរើសអញ្ចឹងទៅហើយសម្រាប់ selective process ហ្នឹងវាមាន3ដំណាក់កាលវាមាន3ដែរគឺទី1គឺ selective exposure ហ្នឹងគឺ only certain information source may be short គឺវាមានតាម information មួយប្រភពដែលអាចធ្វើឲ្យយើងទិញហើយទី2គឺ selective perception គឺអាចមានន័យថាយើងមានអីដែលគាត់ចង់បានហើយធ្វើឲ្យគាត់សម្រេចចិត្តក្នុងការទិញវាត្រូវជាមួយនឹងតម្រូវការត្រូវជាមួយនឹងការពេញចិត្តរបស់គាត់ហើយ selective retention គឺ only some information may be remember វាអាច information មួយចំនួនដែលធ្វើឲ្យគាត់ចងចាំហ្នឹងទៅដែលគាត់អាចនឹងដែលយើងធ្វើឲ្យគាត់កាន់ចងចាំហើយបានដឹងថាផលិតផលនោះវាមាន keyword បែបណាដើម្បីពេលគាត់ទិញទៅគាត់ចងចាំផលិតផលមួយហ្នឹងជំរាបសួរលោកគ្រូក៏ដូចជាស្ដីទៅកាន់អ្នកក្រុមទាំងអស់គ្នាអញ្ចឹងខ្ញុំជំរាបសួរលោកគ្រូក៏ដូចជាស្ដីទៅកាន់អ្នកក្រុមទាំងអស់គ្នាអញ្ចឹងខ្ញុំចង់ឲ្យខ្ញុំមកសូមបកស្រាយទៅលើចំណុច 3.5 ដែលតពី team របស់ខ្ញុំអញ្ចឹងខ្ញុំមកដល់ចំណុចទី 3.5 នេះគឺយើងនិយាយតាក់ទងទៅនឹង factor affecting organizational buyer behavior អញ្ចឹងចូលមកដល់ចំណុចនេះផងដែរគឺខ្ញុំលើកយក 3 ចំណុចធំដែលចំណុចទី1នោះគឺយើងនិយាយតាក់ទងទៅនឹង buy class ចំណុចទី2តាក់ទងនឹង product type ទី3តាក់ទងនឹង importance of purchase អូខេអញ្ចឹងចូលមកដល់ចំណុចទី1 buy class អញ្ចឹងតាក់ទងនឹង buy class នេះគឺនឹងយើងនឹងនិយាយតាក់ទងទៅនឹងថាតើការសម្រេចចិត្តក្នុងការទិញរបស់យើងតើវាមានប្រភេទអីគេខ្លះអញ្ចឹងមិនគេហៅថា buy class មែនតើនៅក្នុងចំណុចនេះគឺគេតែងនិយាយថាប្រភេទនៃការទិញរបស់យើងហ្នឹងគឺវាតែងតែប៉ះពាល់ទៅលើភាពសុខសាន្តរបស់យើងមានន័យថាដូចគេហៅថាចិត្តរបស់យើងមួយនាទីដល់10ដងអីចឹងទៅអញ្ចឹងក្នុងលក្ខណៈនេះគ្នាដែរនៅពេលដែលយើងទិញអីមួយវាតែងតែមានភាពសុខស្មាញពេលខ្លះទៅអារម្មណ៍ចង់ទិញប៉ុន្តែពេលខ្លះទៅឃើញអ្វីផ្សេងអញ្ចឹងចាប់អារម្មណ៍ចង់ទិញអីផ្សេងវាថាអារម្មណ៍របស់យើងអត់ថេរអញ្ចឹងណាចាំមិនគេចាត់ចូលទៅក្នុងពាក្យមួយដែលគេហៅថា buy class ហ្នឹងគឺវាប៉ះពាល់ទៅលើការសម្រេចចិត្តក្នុងការទិញរបស់យើងនឹងអញ្ចឹងចូលមកដល់ដំណាក់កាលរបស់វានេះគឺវាមាន3ដំណាក់កាលឬក៏មាន3ធំប្រភេទរបស់វានឹងទី1តាក់ទងទៅនឹង stake rebuy គឺសំដៅទៅលើការដែលទិញឡើងវិញដែលផ្ទាល់មានន័យថាគឺជាការទិញដែលជាទម្លាប់ជាមួយនឹងការសម្រេចចិត្តតិចតួចបំផុតមានន័យថានៅពេលដែលយើងចង់ទិញអីគេមួយអញ្ចឹងយើងគ្រាន់តែនឹកឃើញចង់ទិញយើងអត់មានការសម្រេចចិត្តអីវាថាវាមិនមែនជាតម្រូវការរបស់យើងយើងគ្រាន់តែឃើញយើងទៅទិញអីអញ្ចឹងទៅចូលមកដល់ចំណុចទី2នេះគឺតាក់ទងទៅនឹង modify rebuy មានន័យថាការទិញដែលបានកែប្រែក្នុងលក្ខខណ្ឌនេះគឺគេចង់និយាយថាក្នុងការទិញរបស់យើងហ្នឹងគឺវាផ្លាស់ប្ដូរមួយចំនួនទៅក្នុងការគ្រប់គ្រងឬក៏លក្ខណៈពិសេសនៃតម្រូវការរបស់យើងហ្នឹងគឺមុននឹងយើងទិញហ្នឹងគឺយើងត្រូវតែវិតម្លៃថាអូខេតើវាសំខាន់សម្រាប់យើងអត់ថាយើងទិញហ្នឹងណាចង់បានន័យថាតើការទិញរបស់យើងហ្នឹងវាមានតម្រូវការអត់បើសិនជាវាមានតម្រូវការបានយើងទិញយើងមុននឹងយើងទិញហ្នឹងយើងត្រូវការវិតម្លៃទៅលើ product របស់យើងហ្នឹងថាតើយើងទិញហ្នឹងវាទទួលបានផលអីគេអត់វាខាតអីគេអត់ឬក៏ទិញមកគ្រាន់តែទិញអញ្ចឹងយើងត្រូវសម្រេចចិត្តលើអាការទិញរបស់យើងហ្នឹងដែរចូលមកដល់ចំណុច3គឺ new taste នេះគឺសំដៅទៅលើការទិញថ្មីទាំងស្រុងហ្មងគឺសំដៅទៅលើការ completely គឺការទិញថ្មីបំផុតមានន័យថាការទាមទារការស្រាវជ្រាវនិងការវិតម្លៃទូលំទូលាយបានន័យថាមុននឹងយើងសម្រេចចិត្តនៅក្នុងការទិញproduct ហ្នឹងមួយយើងទៅ research ក្នុង website ឬក៏យើង research តាក់ទងនឹង feedback ពី customer មួយចំនួនដែរមុនយើងទិញចូលគេថាតើproduct របស់យើងហ្នឹងដែលយើងចង់ទិញហ្នឹងថាតើមានគេទិញច្រើនអត់ថាតើ feedback របស់គេមិនដាក់ដូចយើងទិញតាម Taobao ឬក៏យើងទិញពី skincare មួយអញ្ចឹងយើងត្រូវ research ថាអូខេពេលដែលទិញហើយទៅថា result របស់វាល្អហើយproduct ហ្នឹងវាត្រូវនឹងខែរបស់យើងអត់អញ្ចឹងណាអាហ្នឹងយើងត្រូវ check មើលអាហ្នឹងដូចគ្នាដែរអូខេ
ចប់ចំណុចទី1ចូលមកដល់ចំណុចទី2គឺសំដៅទៅលើ product type គឺប្រភេទនៃ product មួយៗហ្នឹងអញ្ចឹងប្រភេទ product មួយៗហ្នឹងគឺវាជាប្រភេទផ្សេងគ្នានៃផលិតផលដែលវាមានឥទ្ធិពលទៅលើឥរិយាបថរបស់អ្នកទិញមួយចំនួនផងដែរអូខេអញ្ចឹងចំណុចទី3គឺវាមាន4ចំណុចធំៗដែលទី1ហ្នឹងគឺយើងសំដៅទៅលើdifferent type of product influence purchasing behavior គឺសំដៅទៅលើប្រភេទផ្សេងៗនៃ product ហ្នឹងគឺវាប៉ះពាល់ទៅលើមានថាប៉ះពាល់វាគេហៅថាវា affect ទៅលើអាកប្បកិរិយារបស់អ្នកទិញដូចគ្នាដែរគឺវាមានឥទ្ធិពលទៅលើការទិញរបស់យើងដែរជាធម្មតានៅពេលដែល product type ផ្សេងនេះក៏វាធ្វើឲ្យធម្មតាដូចថាយើងមនុស្សយើងចូលចិត្ត type ផ្សេងប៉ុន្តែគេ recommend យើងទៅ product មួយទៀតដែលវាមិនមែនជា type របស់យើងអាហ្នឹងក៏វា change ទៅលើអាកប្បកិរិយារបស់យើងដែរចូលមកដល់ទី2គឺសំដៅទៅលើ product consistent គឺសំដៅទៅលើធាតុផ្សំនៃផលិតផលរបស់យើងហ្នឹងដែលវាមាន raw material used in manufacturingអូខេគឺសំដៅទៅលើវត្ថុធាតុដើមដែលប្រើនៅក្នុងផលិតផលហ្នឹងអញ្ចឹងជាធម្មតា product របស់យើងនីមួយៗគឺធាតុផ្សំរបស់វាឡើងគឺវាតែងតែប្រមូលផ្ដុំទៅលើធាតុផ្សំផ្សេងៗទៀតដែលយើងអត់ដឹងទេអញ្ចឹងក្នុងការទិញឬក៏ក្នុងការ affect ទៅលើការទិញរបស់យើងហ្នឹងក៏យើងត្រូវ check មើលទៅលើ manufacturer ឬក៏ new material like raw material ដែលយើងត្រូវ check មើលដែរថាការ product ហ្នឹងវាផ្សំឡើងពីអីគេខ្លះអញ្ចឹងណាចូលមកដល់ចំណុចទី2គឺសំដៅទៅលើការដែលគេហៅគ្រឿងបរិក្ខារឬក៏គ្រឿងដែលវាសម្រាប់តុបតែងពីក្រៅគេថា packing ឬក៏ packaging ដែលយើងត្រូវដាក់នៅក្នុងផលិតផលរបស់យើងហ្នឹងអញ្ចឹងតកតងទៅនឹងការដែលដាក់ជាម៉ាស៊ីនឬក៏ការដាក់ជារបស់ទំនើបដើម្បីបង្ហាញពី product របស់យើងហ្នឹងអាហ្នឹងក៏វាជាប្រភេទនៃ product មួយដែរចុងក្រោយគឺតកតងទៅនឹងការថែទាំការ repair ឬក៏ការ operation ទៅលើ item មួយហ្នឹងថាយើងត្រូវតែជួសជុលឬក៏យើងត្រូវតែប្រតិបត្តិឬក៏មានថាយើងត្រូវតែថែរក្សាទៅលើ product របស់យើងទៅតាមប្រភេទនៃ product មួយដែរហើយធាតុចាំបាច់ហ្នឹងគឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងទៅយើងត្រូវ check មើលអាហ្នឹងដូចគ្នាដែរអូខេចូលមកដល់ចំណុចទី3គឺសំដៅទៅលើអត្ថប្រយោជន៍នៃការទិញរបស់យើងហ្នឹងឬក៏ important of the purchase ហ្នឹងអូខេចូលមកដល់ចំណុចទី1គឺគេនិយាយថាសារៈសំខាន់នៃការទិញហ្នឹងគឺវាមានច្រើនមែនតើតែគ្រាន់តែយើងត្រូវ check មើលដែរថាតើការទិញរបស់យើងហ្នឹងតើវាមានប៉ះពាល់អីទៅដល់អ្នកទិញអត់ហើយអត្តពលហ្នឹងវាមានអីក្នុងហ្នឹងអត់អញ្ចឹងក្នុងហ្នឹងគឺគេត្រូវចែកជាពីរធំតែទី1យើងនិយាយពីអត្ថប្រយោជន៍និងយើងនិយាយពីអត្តពលបន្ថែមដែលវាប៉ះពាល់ទៅលើអ្នកទិញឬក៏ការទិញរបស់យើងហ្នឹងចូលមកដល់អត្ថប្រយោជន៍របស់វាគឺថាប្រយោជន៍នៃការទិញនេះគឺវាផ្ដល់ទៅដល់វាមានផលប៉ះពាល់ដល់កម្រិតនៃការចូលរួមនិងការសម្រេចចិត្តច្រើនដែលក្នុងនោះគឺលើកយកមកពីចំណុចហ្នឹងអូខេចូលមកដល់ទី1គឺសំដៅទៅលើការដែលទិញហ្នឹងគឺវាមានសារៈសំខាន់ខ្ពស់ខ្លាំងមែនតើនេះចំណុច3នេះគេហៅថា high important purchase in volex in intentional ហ្នឹងគឺសំដៅទៅលើការដែលទិញហ្នឹងគឺវាមានសារៈសំខាន់ខ្ពស់នៅក្នុងការពាក់ព័ន្ធទៅនឹងការវិនិច្ឆ័យយ៉ាងទូលំទូលាយនៅក្នុងការសម្រេចចិត្តច្រើនហើយនឹងដំណើរការនៅក្នុងការទិញនឹងឧទាហរណ៍ថានៅក្នុងការទិញនោះវាមានន័យថាវាសារៈសំខាន់ត្រង់ថាពេលយើងទិញទៅយើងត្រូវ check មើលថាតើ product របស់យើងនឹងទិញនោះតើវាមាន quality អត់ហើយ quality នឹងវា high អត់ feedback មានអ្នកមើលអត់ចឹងអត្ថប្រយោជន៍នៅក្នុងការទិញរបស់យើងគឺយើងអាចគេថាបំពេញក្តីស្រមៃយើងផងយើងបានដឹងឬក៏ research ពី product មួយដែលយើងអាចនឹងដឹងតាក់ទងទៅនឹងដែរទី2នោះទៅតាក់ទងទៅនឹងការទិញដែលមានតម្លៃទាបហៅថា low important purchase ហ្នឹងគឺវា handle ទៅលើ handle ន័យថាគឺវាត្រូវបានគ្រប់គ្រងដោយជាតម្លៃដែលជាញឹកញាប់ហ្មងជាធម្មតាទេនៅពេលដែលយើងទិញគឺយើងតែងមានផ្នត់កំណត់មួយចង់ទិញរបស់ថោកប៉ុន្តែគុណភាពខ្ពស់តាក់ទងបើសិនជាលើហ្មងអាចថាបើសិនជាតម្លៃទាបប៉ុន្តែគុណភាពខ្ពស់វាអត់សូវមានច្រើនទេតែបើសិនជាក្នុងលក្ខខណ្ឌដែលយើងទិញចំ promotion អានឹងអាចមានអញ្ចឹងណាតែច្រើនទៅពីច្រើនហ្មងបើសិនជាអាការនៅក្នុងការ promotion ផ្សេងយើងអាចទទួលអត្ថប្រយោជន៍ពីការទិញរបស់យើងដែរដោយសារអីយើងទទួលបានផលិតផលមួយដែល quality ប៉ុន្តែយើងចំណាយតិចអញ្ចឹងអត្ថប្រយោជន៍សំខាន់នៅពេលដែលអ្នកទិញទៅគេ promote ទៅអីគេមួយចឹងយើងជួយទិញអាពេលដែលមានប៉ុនគីនអីចឹងគឺវាអត្ថប្រយោជន៍ថងហ្នឹងយើងអាចទិញក៏ដូចជាយើងអាច change ទៅលើ season មួយដោយសារយើងមានកម្មវិធីច្រើនចឹងការទិញឬក៏ការ promote ផ្សេងគឺគេផ្ដោតឬក៏ focus ទៅលើអាហ្នឹងដូចគ្នាដែរអូខេអញ្ចឹងចូលមកដល់ចំណុចអត្តពលឬក៏តកតងទៅនឹងហានិភ័យផ្សេងៗអូខេអញ្ចឹងចូលមកដល់ហានិភ័យនេះគឺវាមានច្រើនដូចគ្នាដែរគឺតកតងទៅនឹងហានិភ័យនៃការយកឃើញគឺអ្នកទិញតែងតែវាតម្លៃទៅលើមុខងារន័យថាអនុវត្តទៅលើផលិតផលនឹងហានិភ័យផ្លូវចិត្តឬក៏វាប៉ះពាល់ទៅលើគេឈ្មោះឬក៏សន្តិភាពការងារផងដែរដោយសារអីនៅពេលដែលអ្នកទិញមួយចំនួនគឺគេវាតម្លៃទៅលើអាមុខផ្សេងៗទៅវាថាយើងទិញ product អីគេមួយអញ្ចឹង product ហ្នឹងគឺតែងតែគេផុសឬក៏អីអញ្ចឹងវាតែងតែមាន feedback អ្នកខ្លះទៅ feedback ល្អអ្នកខ្លះ feedback អត់គ្រប់អីអញ្ចឹងណាដោយសារតែពេលខ្លះទៅគេចង់ focus ទៅលើ product ពេកអញ្ចឹងគេ feedback បែបចំគេ feedback ទៅលើ comment អីផ្សេងគេអត់ feedback ទៅលើ chat ឬក៏ feedback ផ្ទាល់គឺគេតែងតែ feedback ទៅលើលក្ខណៈជា chat អីអញ្ចឹងជា comment ហ្នឹងអញ្ចឹងទៅធ្វើឲ្យអ្នកទិញផ្សេងៗគឺគេខ្លាចឬក៏ពេលខ្លះផលិតផលហ្នឹងគាត់ប្រើអត់ត្រូវតែមិនសិនប្រើត្រូវអញ្ចឹងគឺគាត់ feedback មកអត់ល្អធ្វើឲ្យអាការទិញឬក៏ធ្វើឲ្យការទិញរបស់អ្នកផ្សេងហ្នឹងគឺរៀងខ្លាចអញ្ចឹងធ្វើឲ្យម្ចាស់ product ហ្នឹងគឺធ្វើឲ្យគាត់ហានិភ័យក្នុងការលក់ផងដែរចុងមកដល់ចំណុចមួយទៀតគឺតកតងទៅនឹងគោលនយោបាយវិញគឺសំដៅទៅលើគេហៅថាសក្តានុពលធម្មពល
ថាមពលផ្ទៃក្នុងនោះគឺវាធ្វើឲ្យប៉ះពាល់ទៅលើការជ្រើសរើសក្នុងអ្នកគ្រប់គ្រងអាចដោយសារតែវាធម្មតានៅពេលដែលយើងទិញ product ចូលគឺនៅក្នុងការគ្រប់គ្រងដូចគ្នាដែរបើសិនបើយើងលក់អត់ចេញទេការគ្រប់គ្រងរបស់យើងហ្នឹងក៏វាសល់ច្រើនក៏វាយើងពិបាកនៅក្នុងការនាំចូលលើ product ផ្សេងដែរអញ្ចឹងតើតើទៅ important marketing ហ្នឹងគឺវាមានច្រើនផ្នែកធំៗទៀតតែគាត់ថាយើងលើកមកតែខ្លះៗទេដោយសារតែ product ទៅបើសិនជាឥឡូវមកវា worldwide ខាងមែនទែនតើតើការលក់ online ខ្លួនឯងហើយក៏វាទទួលបានអត្ថប្រយោជន៍សំខាន់ច្រើនហើយក៏វាទទួលបានការផលប៉ះពាល់ទៅលើការលក់ផ្សេងៗដែរសារធម្មតាអាភាពដែលល្អនិងភាពដែលមិនល្អហ្នឹងគឺវាដើរទៅតាមគ្នាទេតែគាត់ថាបើសិនជាក្នុងលក្ខខណ្ឌថាយើងលក់ដូរឬក៏យើងទិញproductមួយដែលវា quality high quality ចឹងទៅវាធ្វើឲ្យ product របស់យើងកាន់តែដើរទៀតទេអូខេអញ្ចឹងចូលមកដល់ចំណុចទី3.5នេះក៏វាចប់ត្រឹមហ្នឹងដែរអញ្ចឹងចូលមកដល់ចំណុចបន្ទាប់ធីមរបស់ខ្ញុំនឹងបកស្រាយបន្ថែមជំរាបសួរលោកគ្រូមកដល់ចំណុចបន្ទាប់មួយជា6អំពី developments in purchasing practice នៅក្នុងចំណុចនេះមានចំណុចសំខាន់ៗដូចជាទី1ហ្នឹងគឺ just in time purchasing just in time ជា IT purchasing concept មានគោលបំណងកាត់បន្ថយ stock ដោយរៀបចំប្រព័ន្ធគ្រប់គ្រងដោយសម្ភារៈនិង capacity តាមតម្រូវការដូចនេះការចំណាយទៅលើការកាន់កាប់ភាគហ៊ុនត្រូវបានកាត់បន្ថយឬលុបបំបាត់ហើយដូច្នេះប្រាក់ចំណេញត្រូវបានកើនឡើងជាងនេះទៅទៀតដោយសារតែការកាន់កាប់ភាគហ៊ុនជាការការពារប្រឆាំងនឹងការខូចម៉ាស៊ីនក្រុមបន្លាស់ក៏ដូចជាកំហុសផ្សេងៗរបស់មនុស្សវាអាចត្រូវបានគេមើលឃើញថាជាការបំពេញចិត្តចំពោះការគ្រប់គ្រងឬដើម្បីលុបបំបាត់ភាពគ្មានប្រសិទ្ធភាពបែបនោះការអនុវត្តជា IT មួយចំនួនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្វែងប្រសាឡើងនូវគុណភាពផងដែរអ្នកផ្គត់ផ្គង់ត្រូវបានមានតម្លៃលើសមត្ថភាពរបស់ពួកគេក្នុងការផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ឥទ្ធិពលនេះគឺថាអ្នកផ្គត់ផ្គង់អាចសង្កត់ធ្ងន់បន្ថែមលើគុណភាពផលិតផលអ្នកតែងត្រូវបានលើកទឹកចិត្តឲ្យបញ្ជាក់តែលក្ខណៈផលិតផលសំខាន់ៗដែលមានន័យថាអ្នកផ្គត់ផ្គង់មានការសម្រេចចិត្តកាន់តែច្រើននៅក្នុងការរចនាផលិតផលនិងវិធីសាស្ត្រក្នុងការផលិតអ្នកផ្គត់ផ្គង់ក៏ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីគុណភាពនៃផលិតផលត្រូវពិនិត្យគុណភាពលើក្រុមហ៊ុនហើយអ្នកតែងត្រូវបានកាត់បន្ថយហើយការចំណាយស្រុកត្រូវបានកាត់បន្ថយដោយសារតែ quality control at source មានប្រសិទ្ធភាពជាង supply chain ផលប៉ះពាល់នៃ JIT just in time អាចមានទំហំធំ purchasing inventory និងការចំណាយលើការត្រួតពិនិត្យអាចនឹងត្រូវបានកាត់បន្ថយការរចនាផលិតផលអាចត្រូវបានកាត់លម្អការដឹកជញ្ជូនក៏តែមានភាពងាយស្រួលកាត់បន្ថយពេលវេលាផលិតកម្មនិងគុណភាពនៃតំណែងដែលបានបញ្ចប់ត្រូវបានធ្វើឲ្យប្រសើរឡើងជាងនេះជាឧទាហរណ៍នៃក្រុមហ៊ុនដែលប្រើប្រាស់ JIT គឺក្រុមហ៊ុនដំឡើងគ្រឿងចក្រយន្ត Nissan នៅ Sunderland នៃភាគឦសានប្រទេសអង់គ្លេសសារៈសំខាន់នៃ JIT ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនហ្នឹងគឺថាចំនួនអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់នៅក្នុងតំបន់បានកើនឡើងពី3គ្រឿងនៅក្នុងឆ្នាំ1986ទៅ27គ្រឿងនៅក្នុងឆ្នាំ1992ក្នុងចាត់ដំឡើងរថយន្ត Nissan បានទទួលយកនៅអ្វីដែលខ្លួនហៅថាការផ្គត់ផ្គង់សមាលកាលកម្មគ្រឿងបន្លាស់ត្រូវបានចែកចាយប៉ុន្តែពួកគេត្រូវបានប្រើប្រាស់ភ្លាមៗហើយ just in time practice ហ្នឹងមានហានិភ័យដែរប្រសិនបើស្ថិរភាពការងារមិនអាចធានាបានក្រុមហ៊ុន Renault បានរកឃើញតម្លៃរបស់វានៅពេលដែលមានកោតកម្មនៅគ្រឿងម៉ាស៊ីននិងប្រអប់លេខ gearbox plan នៅក្នុងរថយន្តបណ្ដាលឲ្យខ្សែផលិតកម្មរថយន្តរបស់ប្រាំងនិង basic ទាំងមូលត្រូវបានបិទក្នុងរយៈពេល10ថ្ងៃប៉ុណ្ណោះចូលមកដល់ចំណុចបន្តគឺ centralized purchasing នៅពេលដែលអង្គភាពប្រតិបត្តិការជាច្រើននៅក្នុងក្រុមហ៊ុនមានតម្រូវការរួមគ្នាហើយមានឱកាសមួយដើម្បីពង្រឹងជំហរចរចាដែលការទិញទីច្រើន centralized purchasing ហ្នឹងគឺជាជម្រើសមួយដ៏គួរឲ្យទាក់ទាញ centralization ជួយជំរុញឲ្យការទិញឯកទេសប្រមូលផ្ដុំតែលើផលិតផលមួយក្រុមតូចដូច្នេះហើយធ្វើឲ្យពួកគេអាចបង្កើនចំណេះដឹងទូលំទូលាយអំពីកត្តាចំណាយនិងប្រតិបត្តិការរបស់ supplier ការទិញក្នុងស្រុកឬ local buying មានទំនោរផ្ដោតទៅលើការចំណាយរយៈពេលខ្លីនិងការពិចារណាលើប្រាក់ចំណេញចំណែកឯ centralized purchasing សង្កត់ធ្ងន់បន្ថែមទៀតទៅលើតំណែងផ្គត់ផ្គង់រយៈពេលវែងចំណុចបន្តគឺអំពី system purchasing ហ្នឹងគឺជាការចង់បានរបស់អ្នកទិញដើម្បីទទួលបានប្រព័ន្ធពេញលេញជាជាងសមាជិកបុគ្គលជាឧទាហរណ៍ដូចជាដើម្បីលក់ដៃទ្វារទៅឲ្យក្រុមហ៊ុនរថយន្តមួយអ្នកផ្គត់ផ្គង់មិនត្រឹមតែលក់តែដៃទ្វារនឹងទៅឲ្យក្រុមហ៊ុនទេត្រូវលក់ដូចជាសោហើយព្រមទាំងប្រាប់ពីរបៀបចំណេះដឹងអំពីបច្ចេកវិទ្យាដៃទ្វារវិធីប្រើប្រាស់និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដៃទ្វារនឹងផងដែរហើយ system purchasing មួយចំនួនគឺផ្អែកទៅលើការរំពឹងទុកនៃអត្ថប្រយោជន៍ដែលប្រព័ន្ធអាចផ្ដល់ឲ្យអ្នកទិញតាមពេលវេលាចំណែកឯ system seller អាចទទួលខុសត្រូវទៅលើការផ្ដល់ប្រព័ន្ធដែលដំណើរការដោយអតិថិជនពីមុនដូចជា inventory control ប្រព័ន្ធគ្រប់គ្រងផលិតកម្មឬ production control system IT និង telecommunication network ប្រព័ន្ធនីមួយៗបានលើសមាសធាតុផលិតផលឬសេវាកម្មរបស់ខ្លួនដូចជា hardware ឬសមាសធាតុផលិតផលគឺជាផលិតផលរូបវន្តឬរូបិយដែលអនុវត្តមុខងារជាក់លាក់មួយនៅក្នុងប្រព័ន្ធផ្សេងៗចំណែកឯ software ឬផ្នែកសេវាកម្មគឺជាចំណេះដឹងឬការខិតខំប្រឹងប្រែងរបស់មនុស្សដូចជា skill creativity ដើម្បីដោះស្រាយបញ្ហាសម្រាប់អតិថិជននិងអនុវត្តសកម្មភាពចាំបាច់នៅក្នុងការរចនាបង្កើតប្រតិបត្តិការឬថែរក្សាប្រព័ន្ធផ្សេងៗចំណែកឯ system selling តម្រូវឲ្យអ្នកលក់បង្កើតតម្លៃសម្រាប់អតិថិជនដោយការកាត់ថ្លៃចំណាយឬការកែលម្អអនុវត្តដោយការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលដោះស្រាយតម្រូវការរបស់អតិថិជនថ្មីឬអតិថិជនទទួលប្រើប្រាស់វារីករាលដាលនៅក្នុងឧស្សាហកម្មតំណែងមូលធនដូចជា telecommunication ជាដើមជាឧទាហរណ៍ក្រុមហ៊ុន Alstom Transport ដែលជាក្រុមហ៊ុនផលិតផលដែលជាក្រុមហ៊ុនផលិតរថភ្លើងផ្ដល់ដំណោះស្រាយសម្រាប់ trans availability បានន័យថា
មានរថភ្លើងច្រើនដែលអាចឲ្យអ្នកដំណើរធ្វើដំណើរបានហើយក្រុមហ៊ុន Tails Training and Simulation ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនហោះហើរផ្ដល់ឲ្យអតិថិជនយោធានៅដំណោះស្រាយវឹកវើជាងហោះហើរចំណុចបន្ទាប់ហ្នឹងគឺអំពី reverse marketing ឬមកក៏ទីផ្សារបញ្ច្រាស់ទស្សនៈប្រពៃណីទីផ្សារគឺថាក្រុមហ៊ុនផ្គត់ផ្គង់នឹងការស្វែងរកយ៉ាងសកម្មនៅតម្រូវការរបស់អតិថិជននិងការព្យាយាមបំពេញតម្រូវការទាំងនោះធ្វើឲ្យប្រសើរជាងការប្រកួតប្រជែងទីផ្សារវិញអ្នកទិញអាចសន្មតថាដោយពឹងផ្អែកទៅលើភាពប្រែប្រួលរបស់អ្នកផ្គត់ផ្គង់ពួកគេចំពោះតម្រូវការនិងសមត្ថភាពបច្ចេកវិទ្យាដើម្បីផ្ដល់ឲ្យពួកគេនូវដំណោះស្រាយចំពោះបញ្ហារបស់ពួកគេការទិញតំណែងកំពុងប្រកាន់ជំហរសកម្មជាងមុននៅក្នុងការទទួលបានផលិតផលនិងសេវាកម្មដែលត្រូវការដើម្បីប្រកួតប្រជែងដំណើរការនឹងធ្វើឲ្យអ្នកទិញព្យាយាមបញ្ចុះបញ្ចូលអ្នកផ្គត់ផ្គង់ឲ្យផ្ដល់នៅអ្វីដែលស្ថាប័នចង់បានត្រូវបានគេហៅថាទីផ្សារបញ្ច្រាស់ឬ reverse marketing ហ្នឹងហើយក្រុមសារនៃទីផ្សារបញ្ច្រាស់ reverse marketing ហ្នឹងគឺថាអ្នកទិញយកកម្រិតដូចផ្ដើមនៅក្នុងការចូលទៅចិត្តអ្នកផ្គត់ផ្គង់ថ្មីឬអ្នកផ្គត់ផ្គង់ដែលមានស្រាប់ហើយបញ្ចុះបញ្ចូលអ្នកផ្គត់ផ្គង់ supplier ហ្នឹងឲ្យពួកគាត់បំពេញតម្រូវការផ្គត់ផ្គង់របស់ពួកគេការរីកចម្រើននៃទីផ្សារបញ្ច្រាស់ reverse marketing បង្ហាញអត្ថប្រយោជន៍សំខាន់ពីរដល់អ្នកផ្គត់ផ្គង់ដែលស្ដាប់សំណើឬមួយក៏ពាក្យរបស់អ្នកទិញឲ្យពិចារណាដោយការប្រុងប្រយ័ត្ននៅគុណសម្បត្តិរបស់វាផងដែរដែលគុណសម្បត្តិទី1ហ្នឹងគឺវាផ្ដល់ឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងឲ្យកាន់តែរឹងមាំនិងយូរអង្វែងជាមួយអតិថិជនហើយគុណសម្បត្តិទី2គឺវាអាចជាប្រភពនៃឱកាសផលិតផលថ្មីដែលអាចត្រូវបានបង្កើតឡើងសម្រាប់អតិថិជននៅពេលក្រោយចំណុចបន្ទាប់គឺ leasing ហ្នឹងគឺជាកិច្ចសន្យាដែលម្ចាស់ទ្រព្យកម្មផ្ដល់សិទ្ធិប្រើប្រាស់ក្នុងរយៈពេលមួយទៅឲ្យភាគីម្ខាងទៀតជាថ្នូរនឹងការផ្ដល់ថ្លៃជួលអត្ថប្រយោជន៍នៃ leasing សម្រាប់អតិថិជនហ្នឹងគឺថាការរៀបចំការជួលជារៀងការតម្រូវឲ្យបង់ថ្លៃទិញជាសាច់ប្រាក់ឬនៃផលិតផលឬសេវាកម្មហើយវាអាចមានគុណសម្បត្តិផ្នែកពន្ធជារៀងបញ្ហានៃការចាក់ឧបករណ៍បោះបង់ឧបករណ៍ហើយកិច្ចសន្យាជួលប្រភេទមួយចំនួនទៀតអាចនឹងជារៀង maintenance cost ហើយ leasing មានពីរប្រភេទសំខាន់ដែលទី1ហ្នឹងគឺ financial or full payment lease គឺជាការរៀបចំរយៈពេលវែងដែលត្រូវបានរំលោះពេញលេញក្នុងរយៈពេលនៃកិច្ចសន្យាណាមួយ operating lease មានរយៈពេលខ្លីជាងអាចលុបចោលបាននិងមិនអាចកាត់ផ្ដាច់ទាំងស្រុងបានទេហើយ operating lease ហ្នឹងជាធម្មតាវាខ្ពស់ជាង financial or full payment lease ដោយសារវាមានរយៈពេលខ្លីជាងចូលមកដល់ចំណុច3.7គឺ relationship management ទីផ្សារឧស្សាហកម្មនិង purchasing group បានបង្កើតវិធីសាស្ត្រអន្តរកម្មដើម្បីបញ្យល់ពីភាពស្មុគស្មាញនៃការគ្រប់គ្រងទំនាក់ទំនងហើយវិធីសាស្ត្រទាំងនោះកើតឡើងរវាងភាគីទាំងសងខាងការពិតជាក់ស្ដែងស្ថាប័នទីផ្សារគឺថាអ្នកផ្គត់ផ្គង់និងស្ថាប័នផ្សេងៗជាច្រើនបានធ្វើអាជីវកម្មខ្លួនរបស់ពួកគេរយៈពេលជាច្រើនឆ្នាំជាឧទាហរណ៍ដូចជា Max and Spencer មាន trading relationship ជាមួយ supplier ជាច្រើនជិត100ឆ្នាំហើយតំណែងរយៈពេលវែងបែបហ្នឹងអាចមានគុណសម្បត្តិយ៉ាងសំខាន់សម្រាប់អ្នកទិញនិងអ្នកលក់ចំពោះហានិភ័យត្រូវបានកាត់បន្ថយសម្រាប់អ្នកទិញចាប់តាំងពីពេលដែលពួកគេស្គាល់មនុស្សនៅក្នុងស្ថាប័នអ្នកផ្គត់ផ្គង់ហើយដឹងថាត្រូវតាក់ទងអ្នកណានៅពេលមានបញ្ហាអ្វីកើតឡើងចឹងហើយអ្នកលក់ទទួលបានអត្ថប្រយោជន៍ពីតម្រូវការរបស់អ្នកទិញហើយតាមរយៈការទទួលបានទំនុកចិត្តពីអ្នកទិញផងដែរដៃគូនៅក្នុងទំនាក់ទំនងអាជីវកម្មត្រូវប្រយ័ត្នកំពឹងផ្អែកលើភាគីម្ខាងទៀតការពឹងផ្អែកអាចត្រូវបានលើកឡើងដោយការបង្កើនចំនួនដៃគូនិងដោយការកាត់បន្ថយការចំណាយទៅលើការផ្លាស់ប្ដូរឬមួយក៏គេហៅថា switching cost ហើយការចំណាយលើការផ្លាស់ប្ដូរហ្នឹងគឺជាការចំណាយដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់ឬមួយក៏អតិថិជន partner in relationship គួរតែដឹងថាការចំណាយទៅលើការផ្លាស់ប្ដូរ switching cost ហ្នឹងអាចបង្កើនការពឹងផ្អែករបស់អ្នកទិញនិងកាត់បន្ថយ flexibility ហ្នឹងមានន័យថាគឺជាការបិទបែងតាមពេលវេលាតាមប្រទេសណាមួយអញ្ចឹងនៅពេលដែលចង់ដោះដូរឬមួយក៏ចង់ផ្លាស់ប្ដូរ supplier តំណែងតំណងចិត្តនៅក្នុងស្ថាប័នទីផ្សារគឺថាជៀសវាងមិនរួចដោយសារតែការផ្លាស់ប្ដូរបច្ចេកវិទ្យាវត្តជីវិតនៃផលិតផលខ្លីជាងឬមួយក៏ផលិតផលនឹងមានការ update មានការឡើងមានការកើនឡើងឬមួយក៏ការកើនឡើងនៃការប្រកួតប្រជែងពីទីផ្សារជុំវិញឬមួយក៏ទីផ្សារបរទេសអញ្ចឹងទៅអ្នកទិញកំពុងតែចាត់ទុកនិងទុកចិត្តអ្នកផ្គត់ផ្គង់ជាដៃគូយុទ្ធសាស្ត្រចែករំលែកព័ត៌មាននិងគូលើជំនាញរបស់ពួកគេនៅពេលដែលពួកគេបង្កើតផលិតផលថ្មីហើយផ្អែកទៅលើគុណភាពនិងតម្លៃប្រកបដោយប្រសិទ្ធភាពជាងអ្វីទាំងអស់ខ្ញុំមកដល់ចំណុចចុងក្រោយ3.8គឺនិយាយអំពី conclusion នៅក្នុង conclusion គឺខ្ញុំអត់មានអីនិយាយច្រើនទេគឺខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងថាការយល់ដឹងអំពី buyer behavior មានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់អ្នកលក់និងការគ្រប់គ្រងការលក់ការទទួលស្គាល់អ្នកទិញថាពួកគេទិញផលិតផលដើម្បីដោះស្រាយបញ្ហានិងបំពេញតម្រូវការរបស់ពួកគេធ្វើឲ្យពួកគេ satisfy ហើយធ្វើឲ្យពួកគេមានការជឿទុកចិត្តទៅលើ supplier បន្ថែមព្រមទាំងធ្វើឲ្យពួកគេអាចនឹងមាន good relationship ជាមួយនឹង partner ឬមួយក៏ supplier របស់ពួកគេផងដែរជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នាព្រមទាំងអ្នកផ្សេងៗដែលបានតាមដានមើលវីដេអូមួយនេះ